មីហលមួយចាននេះធ្វើឲ្យកូនបើភ្ញាក់ផ្អើលជាខ្លាំងអត់នឹកស្មានថាឆ្ងាញ់ដល់ថ្នាក់នឹងហ៎មានជាការខ្វែងដៃខ្វែងជើងគ្នាដល់វាឲ្យបន្ទុកឲ្យមិនដែរកូនបើហើយប៉ាអៀមធ្វើអីដែរថ្ងៃហ្នឹងលេងធ្វើម្ហូបអីយ៉ាហើយក្រែងថ្ងៃហ្នឹងឲ្យចាយធ្វើឲ្យញ៉ាំទៀតតើអីហើយតួនាទីយើងនឹងធ្វើអីជួយហាន់ពុកប៊ីបន្លែតួឯកសំខាន់ថ្ងៃនេះគឺមីហលកូរ៉េណូ Super Spicy Hot Pot នេះឯងហើយខ្ញុំទិញនេះគឺរសជាតិមីហល7កម្រិតនៅក្នុងនោះគេមានកញ្ចប់គ្រឿងម្ទេសហើយនិងបន្លែមកជាមួយចំណែក topping ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំដាក់សុទ្ធតែរបស់ដែលខ្ញុំចូលចិត្តទាំងអស់មានតាំងពីសាច់គោប្រហិតហើយបកងទៀតអីយោរីឯបន្លែវិញគឺត្រូវតែមានស្ពៃក្តោបពណ៌ស្វាយ broccoli ហើយនិងផ្សិតម្ជុលបើនិយាយពីតួនាទីកូនបើថ្ងៃនេះគេសុំជួយហាន់បន្លែតែមើលទៅមិនដឹងថាសុំជួយឬក៏ចង់លេងទេនេះហាន់បានតំណងល្អពេកដល់តាគៀសដាក់ចានកប៉ុបចេញក្រៅចានឡើងចង់ពាក់កណ្ដាលហើយមិនបាច់ងាកមកមើលមុខខ្ញុំទេធ្វើតទៀតទៅចាឯងនោះលុបឡាប់តែប៉ុណ្្នឹងហើយបើ broccoli នេះវិញយាយប៉ាក់នឹងរកកន្លែងបេះបោចតតែឃើញការពិតខ្ញុំលាងគ្នាស្អាតហើយនឹងឥឡូវចាប់ផ្ដើមដល់វគ្គចំអិនមីម្ដងអញ្ចឹងខ្ញុំជាអ្នកធ្វើវិញជាដំបូងគឺដាក់ទឹកចំណុះ450 ml ចូលទៅក្នុងឆ្នាំងរួចដាំទឹកនឹងឲ្យពុះហើយបើសួរខ្ញុំថាមិនបណ្ដឹងថាត្រូវដាក់ទឹក450 ml ចូលគឺខ្ញុំមើលតាមរបៀបចំអិនមីដែលគេដាក់នៅខាងក្រោយកញ្ចប់មីនឹងដែរទេអញ្ចឹងបងប្អូនអាចមើលតាមរបៀបដែលគេណែនាំនឹងបានពេលទឹកពុះខ្ញុំដាក់មីចូលគ្រឿងទេសមីបន្លែស្ងួតហើយនិងម្សៅម្ទេសខ្ញុំដាក់ចូលទាំងអស់តែបើបងប្អូនអត់សូវចូលចិត្តហឹរទេអាចដាក់តែពាក់កណ្ដាលឬក៏បន្តិចក៏បានដែរហើយ topping ដូចជាសាច់ប្រហិតបន្លែទាំងប៉ុន្មានគឺខ្ញុំដាក់ចូលដំណើរគ្នាទាំងអស់រួចចំអិននៅលើភ្លើងបន្ថែមរយៈពេល4នាទីហើយជាការស្រេចចំពោះមីហលកូរ៉េណូនេះបងប្អូនអាចរកទិញបាននៅគ្រប់ផ្សារទំនើបម៉ាតនិងតូបចាប់ហួយដែលនៅចិត្តបងប្អូនជាចុងក្រោយខ្ញុំបន្ថែមជីហើយនិងម្ទេសចូលដើម្បីបង្កើនសោភ័ណភាពមីឲ្យមើលឃើញកាន់តែទំនងមួយកម្រិតទៀតខ្ញុំចង់ប្រាប់បងប្អូនថាវាពិតជាងាយស្រួលចំអិនខ្លាំងមែនតើលឿនឆាប់បានញ៉ាំហើយឆ្ងាញ់ទៀតអ្វីដែលសំខាន់គឺខ្ញុំចូលចិត្តត្រង់ថារសជាតិមីគេធ្វើមកល្មមញ៉ាំតែម្ដងអត់ចាំបាច់ថែមគ្រឿងទៀតទេថាដាខ្ញុំធ្វើរួចហើយអញ្ចឹងតោះទៅស្ដាប់ពី feedback កូនបើទាំងអស់គ្នាមីហើយខ្ញុំធ្វើមកញ៉ាំបងប្អូនឥឡូវរួចទេយើងដល់វគ្គមុខបែងតមុនហើយមើលមានជាការខ្វែងដៃខ្វែងជើងគ្នា so good ឆ្ងាញ់ទៀតហើយចំណុចឆ្ងាញ់ទៀតហើយដល់វាឲ្យបន្ទុកឲ្យមិនដែរកូនបើ12 លើ 10ឆ្ងាញ់ខ្លាំងណាស់មិនដែរកូនបើឡងហោមគេដាក់នៅលើកញ្ចប់7កម្រិតហ្នឹងគឺពិតជា7កម្រិតរបស់គេមែនហឹរឆ្ងាញ់ហ្មងហើយបើសិនជាបងប្អូនអត់សូវចេះញ៉ាំហឹរដាក់តែពាក់កណ្ដាលឬក៏បន្តិចបានហើយប៉ុន្តែខ្ញុំដាក់ទាំងអស់ចឹងទៅរសជាតិវាឡើងដុតឆ្ងាញ់ខ្លាំងបងប្អូនណាដែលអត់ទាន់បានសាកមីហឹលដែលមានរសជាតិដូចមីហឹលគេធ្វើនៅហាងអាចសាកមីហឹលកូរ៉េណូនេះបានមួយវិញទៀតអាចរកកម្រិតហឹលបានហើយជួយសេវទាំងពេលវេលាសេវលុយយើងទៀតចុះបងប្អូនដែលធ្លាប់បានញ៉ាំវិញជួយ comment ប្រាប់ខ្ញុំផងណាថាពេលញ៉ាំជួយចិត្តដាក់ topping អីគេខ្លះហើយអាចញ៉ាំបានប៉ុន្មានកម្រិតដែរបងប្អូនជម្រាបលាបាយបាយ